សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបន្តសាច់រឿងរបស់យើងនៅភាគបន្តទាំងអស់គ្នាវ៉ាងលីនបានគណនាឃើញថាផ្លូវរូងក្រោមដីនេះគឺជាចំណុចតភ្ជាប់នៃផ្លូវបំបីទាំងអស់ដោយដឹងថាមានគេលេងសើចចង់ឲ្យខ្លួនខឹងវ៉ាងលីនមិនព្រមចាញ់បោកឡើយហើយសម្រាប់ចិត្តប្រើកម្លាំងផ្ទាល់ខ្លួនបំបីគុកនេះគាត់បានដកសារន្ទះ Thunder Beast ចេញពីកាបូបវេទមន្តសារន្ទះបានបញ្ចេញថាមពលផ្គរលាន់យ៉ាងមហិមាបាញ់ប្រហារទៅលើដីខាងលើបណ្ដាលឲ្យមានការរញ្ជួយយ៉ាងខ្លាំងភ្លាមនោះឆ្មាំ Celestial Guard ក៏បានហោះចេញមកបោះកណ្ដាប់ដៃមាសដ៏រឹងមាំវាយប្រហារបន្ថែមចំនួន5កណ្ដាប់ដៃជាប់គ្នាធ្វើឲ្យលំហក្រោមដីនោះកាន់តែច្របូកច្របល់វ៉ាងលីនមិនបង្អង់យូរក៏បានដកដាវ Celestial ដែលមានវិញ្ញាណ Liu ចេញមកវាយប្រហាររួមគ្នាក្រោមការទម្លាក់រន្ទះនិងកណ្ដាប់ដៃដ៏ខូខើផ្លូវរូងក្រោមដីទាំងអស់បានដួលរលំភ្លាមបង្កើតជាខ្សែស្លាយថាមពលដើមដ៏ក្រាស់ដែលបង្កើតជាទ្វារពន្លឺរៀងរាល់កន្លះម៉ោងម្ដងវ៉ាងលីនបានឆ្លៀតឱកាសនោះហោះចេញទៅកាន់លំហអាកាសខាងក្រៅបានជោគជ័យនៅពេលចេញមកដល់ខាងក្រៅវ៉ាងលីនបានសញ្ជឹងគិតពីមូលហេតុដែលអ្នកដាំដុះជំហានទី2ប៉ងប្រាថ្នាមកកាន់ Thunder Celestial Realm នេះប៉ុន្តែអ្វីដែលទាក់ទាញបំផុតគឺរណ្ដៅថាមពលដើមដែលអាចជួយឲ្យអ្នកដាំដុះទម្លាយកម្រិតទៅជំហានទី2បានយ៉ាងអស្ចារ្យខណៈពេលវ៉ាងលីនរៀបនឹងចាក់ចេញស្រាប់តែខ្សែថាមពលក្រោមដីរលាយបាត់ហើយលេចចេញចំណុចទាញពណ៌សัพប្រភេទនៃកំទេចកំណប់មួយផ្នែកនៃធុពេលគាត់រើសវាមកពិនិត្យស្រាប់តែមានពន្លឺខ្មៅនិងអណ្ដាតភ្លើងអាក្រក់គ្របដណ្ដប់លើមេឃយុវជនសក់ស្វ័យម្នាក់ឈ្មោះ Su Fenggan បានប្រើព្រួញទឹកភ្លៀងវាយប្រហារប៉ុន្តែត្រូវវ៉ាងលីនប្រើបាល់ផ្គរលាន់កំទេចចោលវ៉ាងលីនដែលកំពុងខឹងស្រាប់ក៏បានហោះទៅលើអាកាសបង្កើតបាល់ផ្គរលាន់ពណ៌ខៀវដ៏ធំមួយរួចទាញយកព្រលឹងភ្នំពីភ្នំ Celestial មកវាយបកវិញទោះបីជា Su Fenggan ប្រើលំពេងទឹកខ្មៅចាក់ទម្លុះក៏វ៉ាងលីនបានបញ្ជាឲ្យបាល់ផ្គរលាន់ផ្ទុះឡើងពីខាងក្នុងរូបរាង3សាច់របស់ Su Fenggan ខ្ទេចខ្ទីភ្លាមនោះឆ្មាំ Celestial បានចេញមកវាយមួយកណ្ដាប់ដៃមាសដ៏ខ្លាំងបំផុតបង្ខំឲ្យ Su Fenggan ត្រូវខ្ជាក់ឈាមទប់ទល់និងធ្លាក់ចុះមកដីយ៉ាងដំណំដោយមានអារម្មណ៍អាម៉ាស់ដែលត្រូវអ្នកដាំដុះកម្រិតទាបធ្វើឲ្យរបួស Fenggan បានដកដាវផ្ទាល់ខ្លួនគឺផ្កាឈូក3សាច់ Devilot ឲ្យបង្វិលដើម្បីរំលាយពិភពលោកវ៉ាងលីនមានអារម្មណ៍ថារាងកាយនឹងត្រូវកំទេចក៏បានប្រើដាវផ្ទាល់ខ្លួនគឺទន្លេ Underworld ចេញមកប្រឆាំងវ៉ាងលីនបានប្រើសមត្ថភាពទី2ទន្លេ Condensol បង្កើតជាវិញ្ញាណអាអន់ចិត្តដ៏ធំទៅបុកទង្គិចជាមួយអណ្ដាតភ្លើងបិសាចបណ្ដាលឲ្យដីធ្លីត្រូវដាច់ជាពីរនិងធ្វើឲ្យទន្លេ Underworld ត្រូវដួលរលំវ៉ាងលីនត្រូវរងរបួសខ្ជាក់ឈាមប៉ុន្តែដោយមានចិត្តមិនព្រមចុះចាញ់គាត់បានប្រើសមត្ថភាពទី3ថាមពលនៃទន្លេ Underworld ដើម្បីបង្កើតទន្លេនោះឡើងវិញហើយបង្កើតកម្លាំងបឺតយ៉ាងខ្លាំងរារាំងមិនឲ្យផ្កាឈូកបិសាចរបស់គូប្រកួតបង្វិលបាននៅពេល Su Fenggan ហក់ទៅដើម្បីបង្ខំឲ្យផ្កាឈូកបង្វិលវ៉ាងលីនបានចង្អុលដៃទៅលើអាកាសបញ្ចេញសមត្ថភាពរំពាត់កម្មផល Kenkarak វាយបាយប្រហារទៅលើ Su Fenggan ភ្លាមធ្វើឲ្យរូបគេញ័ររន្ធត់និងបង្ហាញឲ្យឃើញពីគុណវិបត្តិនៃបេះដូងដើររបស់គេ